អ្នកនរគ្នាជួបខ្ញុំបាទដែរឌីណាពូថេបបលនេះនេះសកម្មភាពតកតងទៅនឹងការលាបទំនាប់ទឹកទី1ខ្ញុំសូមឆ្លើយសំណួរតកតងទៅនឹងបងប្អូនយើងដែលបានសួរនៅក្នុង YouTube ហើយនិង TikTok តកតងទៅនឹងការមុននឹងលាបទឹកទំនាប់ទី1នេះគឺយើងទាមទារធ្វើការខាត់វាបានស្អាតដំបូងអ្នកនរគ្នាខាត់លេខខ្សែទៅយើងខាត់យកទៅតាមអ្វីដែលយើងចង់បានមកខាត់ឲ្យអស់ខាត់និយាយរួមខាត់វាស្អាតយើងមើលឃើញស្អាតគេក៏មើលឃើញស្អាតដែរចំណុចមួយតមកទៀតយើងប្រើលេខ100លេខ100ហ្នឹងអ្នកនរគ្នាអាចខាត់กระดาษលេខ100ពណ៌ខ្មៅខ្ញុំមិនប្រម៉ូទអីបានអស់ហ្នឹងទេប៉ុន្តែឃើញប្រភេទกระดาษខាត់ហ្នឹងល្អប្រើប្រភេទពណ៌ខ្មៅរូបក្តាន់អ្នកនរគ្នាអាចសួរតាមកន្លែងអ្នកលក់ទៅមានគេលក់ហើយយើងខាត់กระดาษលេខ100មកខាត់វាបានស្អាតអីហើយបានយើងប្រើមួយលេខទៀតមុននឹងយើងធ្វើការលាបទំនាប់ហ្នឹងគឺយើងប្រើกระดาษលេខ150ហ្នឹងគឺយើងអាចប្រើกระดาษខ្មៅហ្នឹងក៏បានអ្នកនរគ្នាមានម៉ូទ័រញាក់ម៉ូទ័រញ័រឬក៏អត់មានទេអ្នកនរគ្នាអាចខាត់ដៃក៏បានឬក៏អ្នកនរគ្នាអត់ចង់ចំណាយពេលយូរទេអ្នកនរគ្នាអាចបិទនឹងក្បាលខាត់យើងហ្នឹងអ្នកនរគ្នាអាចប្រើលេខ100លេខ150 180អីហ្នឹងគឺយើងអាចបិទនឹងក្បាលខាត់យើងបានបិទវាឲ្យធ្វើយកវាមកខាត់មួយសាទៀតមកខាត់ធ្វើយ៉ាងណាឲ្យវារលោងឲ្យវាស្អាតដាច់ដាម៉ូទ័រដាច់ស្នាមក្បាលម៉ូទ័រអ្នកនរគ្នាស្នាមក្បាលខាត់និយាយថាដាច់ឲ្យវាដាច់ស្អាតទៅបន្ទាប់មកទៀតបានយើងធ្វើការលាបទំនាប់ហើយចំពោះទំនាប់អ្នកនរគ្នាអាចលាបប្រភេទ NC BL ក៏បានBU ក៏បានដែរប៉ុន្តែគាត់ថាបើសិនជាយើងលាប BU ទៅវាចំណេញមិនវា BU វាជាប្រភេទថ្នាំខាប់ដែលលាបទៅសាច់ថ្នាំរបស់វាហ្នឹងគឺវាអត់ជ្រាបចូលក្នុងសាច់ឈើទេតែវាស្ថិតនៅលើខាងលើសាច់ឈើវាស្ថិតនៅលើខាងលើសាច់ឈើអញ្ចឹងយើងលាបទៅវាឆាប់ឃើញឡើងទឹកថ្នាំបើក្នុងករណីដែលយើងចូលចិត្តភ្លឺបាញ់ថ្នាំប្រភេទភ្លឺរលោងនេះយើងចេះត្រឹមតែ2ទៅ3ទឹកអីគឺវាបានស្អាតតែម្ដងវាបានសាច់ថ្នាំក្រាស់វាបានស្អាតតែបើក្នុងករណីដែលយើងចង់បាញ់ប្រភេទស្អាតអីក៏យើងអាចត្រឹមចេះត្រឹមតែ2 3ទឹកដូចគ្នាអញ្ចឹងណាវាបានឃើញសាច់ស្អាតម៉ត់ល្អអញ្ចឹងនឹងតកតងទៅនឹងការលាបទំនាប់អ្នកនរគ្នាចង់ប្រើទំនាប់ទឹកមួយណាទំនាប់មួយណាក៏បានដែរស្រេចទៅលើចិត្តអ្នកនរគ្នាទេបើឲ្យខ្ញុំរីខមមិនគឺយើងប្រើ BU ទៅក៏បានដែរវាចំណេញមិនវាចំណេញចំនួនដងនៃការលាបថ្នាំយើងអត់សូវចុះហើយយើងបានសាច់ថ្នាំស្អាតដូចអ្វីដែលយើងចង់បានអញ្ចឹងគឺវាស្អាតល្អពិសេសសម្រាប់អ្នកដែលចូលចិត្តប្រភេទថ្នាំស្ងួតយើងប្រើប្រភេទ BU អីហ្នឹងគឺវាចំណេញអញ្ចឹងលាបតែបន្តិចវាឡើងយើងបាញ់ត្រឹមតែ2 3ទឹកវាឡើងបានស្អាតតែម្ដងហ្នឹងវាចំណេញអញ្ចឹងតកតងនឹងសំណួរខាងលើបងប្អូនខ្ញុំសូមឆ្លើយប៉ុណ្ណឹងទៅហើយសម្រាប់បងប្អូនដែលមានបំណងចង់ដំឡើងគ្រឿងសង្ហារិមនៅក្នុងផ្ទះមិនថាទ្វារទូតាំងទូចង្ក្រានបាយឈ្នួលប្រកាន់ដៃឈ្នួលចដើអីហ្នឹងខាងខ្ញុំមានទួលម៉ាស្សាចតែម្ដងហើយតកតងនឹងឈើអ្នកនរគ្នាអាចជ្រើសរើសបានមានប្រភេទផ្សឹកហើយនិងសក្រំ